ខេត្តស្វាយរៀងឈ្មួញវៀតណាមនាំទុរេនពីប្រទេសវៀតណាមឆ្លងដែនយ៉ាងគំហុកយកមកលក់ឲ្យឈ្មួញខ្មែរនៅចំណុចសូន្យនៃមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវ៉ាក្នុងមួយថ្ងៃរាប់សិបរថយន្តដូចគេហៅកាក់ថិនដោយតម្លៃទុរេនវៀតណាមធ្លាក់តម្លៃយ៉ាងខ្លាំងគឺ1គីឡូ5000រៀលប៉ុណ្ណោះការនាំទុរេនពីប្រទេសវៀតណាមដល់ជំរងចម្រាស់ដោយសមត្ថកិច្ចនគរបាលអន្តរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវ៉ាសូមឲ្យខាងវៀតណាមផ្អាកការនាំចូលទុរេនមកប្រទេសកម្ពុជារយៈពេល10ថ្ងៃដើម្បីសុំគោលការណ៍ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឬខេត្តឲ្យចុះពិនិត្យគុណភាពលើផ្លែទុរេនដែលជាផលិតផលរបស់ប្រទេសវៀតណាមដែលក្រសួងកសិកម្មបានចេញសេចក្តីប្រកាសមិនអនុញ្ញាតឲ្យនាំទុរេនពីប្រទេសជិតខាងចូលមកព្រះរាជាណាចក្រកម្ពុជាជាពិសេសចូលមកតាមច្រកទ្វារព្រំដែននានាក្នុងរដ្ឋបាលខេត្តស្វាយរៀងក៏ប៉ុន្តែលោកមន្ត្រីកុយនិងរដ្ឋាភិបាលប្រចាំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវ៉ាល់បានអនុញ្ញាតឲ្យឈ្មួញវៀតណាមនាំទុរេនចូលដោយខ្លាចបាត់ចំណូលពន្ធការមិនចោះសម្រុងគ្នានេះបានកើតឡើងនៅព្រឹកថ្ងៃទី12ខែឧសភាឆ្នាំ2025នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវ៉ាល់ស្ថិតនៅភូមិព្រៃវ៉ាល់ឃុំថ្មីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងទាក់ទិនករណីនេះដែរលោកឧត្តមសេនីយ៍ប៉ាងលេងនីប៉ុស្តិ៍នគរបាលអន្តរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវ៉ាល់បានប្រាប់កោះសន្តិភាពថាលោកបានស្នើសុំទៅភាគីវៀតណាមសូមឲ្យផ្អាកការនាំផលិតផលផ្លែទុរេនឆ្លងដែនចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវ៉ាល់រយៈពេល10ថ្ងៃដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចេញសេចក្តីប្រកាសមិនអនុញ្ញាតឲ្យនាំទុរេនពីប្រទេសជិតខាងចូលមកកម្ពុជាទេនិងដើម្បីទុកពេលឲ្យមន្ត្រីជំនាញរបស់ក្រសួងកសិកម្មចុះពិនិត្យគុណភាពនិងសារធាតុគីមីដែលនាំឲ្យប៉ះពាល់សុខភាពអ្នកបរិភោគក៏ប៉ុន្តែខាងមន្ត្រីកុយនិងរដ្ឋាភិបាលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវ៉ាល់ជាអ្នកអនុញ្ញាតឲ្យវៀតណាមនាំទុរេនចូលដោយមន្ត្រីកុយនិយាយថាការបិទមិនឲ្យវៀតណាមនាំទុរេនចូលធ្វើឲ្យបាត់ចំណូលពន្ធម្យ៉ាងទៀតខ្លាចភាគីវៀតណាមបិទមិនអនុញ្ញាតឲ្យខ្មែរយើងនាំផ្លែស្វាយនាំស្រូវនាំដំឡូងទៅប្រទេសវៀតណាមវិញទាក់ទិនករណីនេះដែរមិនអាចរកការបំភ្លឺពីលោកប្រធានសាខាកុយនិងរដ្ឋាភិបាលខេត្តស្វាយរៀងបានទេរហូតដល់វេលាម៉ោង5ល្ងាចថ្ងៃទី12ខែឧសភាឆ្នាំ2025នេះចំពោះទុរេននាំចូលពីប្រទេសវៀតណាមនេះឈ្មួញបានដិតតាមរថយន្ត Pick-up និងរថយន្ត Tourist យកមកដាក់លក់នៅក្នុងខេត្តស្វាយរៀងនិងដិតទៅខេត្តព្រៃវែងខេត្តកំពង់ចាមខេត្តត្បូងឃ្មុំនិងរាជធានីភ្នំពេញអត្ថបទនេះដកស្រង់ចេញពីទំព័រកាសែតកោះសន្តិភាពសូមអរគុណ